នេះគឺជាស្ករប្រធានក្រហមនិយាយទៅចូលឆ្នាំអីម៉ែក្មេងខ្ញុំគាត់សាធ្វើណាលើកនេះគាត់ធ្វើម្ដងទៀតដើម្បីយកតែឆេងមេងយកតែផ្ញើសាច់ញាតិគាត់នៅក្នុងផងហើយស្ករហ្នឹងគាត់ធ្វើលើកនេះដាក់គ្រាប់ខួរក្បាលហ្នឹងរៀងច្រើនណោះញ៉ាំទៅឈប់ឆ្ងាញ់ហើយអត់សូវផ្អែមទេខ្ញុំក៏បានយកខ្លះហ្នឹងចែកមិត្តរួមថ្នាក់ហើយនឹងលោកគ្រូពួកគាត់ភ្លក់ហើយថារសជាតិខុសពីគេលក់គ្រឿងផ្សំធ្វើស្ករហ្នឹងគឺអត់មានអីច្រើនទេមួយម៉ែក្មេងខ្ញុំគាត់ទិញស្រាប់មកកញ្ចប់នេះហ្នឹងគឺជាប្រធានក្រហមដែលគេកិនឲ្យម៉ត់ហើយហីមកធុងនេះវិញគឺស្ករតាំងម៉ែហើយអានេះគ្រាប់ខួរក្បាលគេកាប់ឲ្យវារៀងទូចេះតាមពិតវាឆ្អិនហើយគាត់យកទៅដុតម្ដងទៀតដើម្បីឲ្យវាឈ្ងុយគាត់ប្រញាប់ធ្វើឲ្យនិយាយតែខ្ញុំរត់លើកទូរស័ព្ទមកថតគាត់អត់ចង់តាន់មកថងតំណាប់ប្រធានក្រហមហ្នឹងវាស្មើនឹង1គីឡូតែធ្វើនេះគឺយកពាក់កណ្ដាលទេវាស្មើនឹង500ក្រាមស្ករតាំងម៉ែនេះគាត់ប្រើ680ក្រាមគាត់យកមកដាក់ក្នុងឆ្នាំងខ្ទះហើយយើងបើកភ្លើងវាមធ្យមដើម្បីឲ្យវាផ្អែមមុតហ្នឹងម៉ែក្មេងខ្ញុំក៏បានដាក់បន្ថែមអំបិលបន្តិចស្ករហ្នឹងវារៀងស្អិតតែអញ្ចឹងយើងកូរឲ្យវារៀងអាលាយពេលដែលស្ករហ្នឹងអាលាយហើយហ្នឹងគាត់ក៏បានដាក់ក្រហមម៉ត់ហ្នឹងចូលច្បល់អាប្រធាក្រហមមួយនឹងស្ករតាំងម៉ែហ្នឹងឲ្យវាខ្លាច់ទៅជាល្បាយតែមួយហើយបាទនេះវិញគឺជាម្សៅត្នោតគេយកវាទៅឆាឆ្អិនស្រាប់ហើយម្សៅហ្នឹងគាត់ដាក់ចំនួន100ក្រាមពេលដែលស្ករតាំងម៉ែហើយនឹងប្រធាក្រហមហ្នឹងវាអាលាយសព្វចូលគ្នាហើយទើបយើងចាក់ម្សៅហ្នឹងចូលមកច្បល់ម្សៅហ្នឹងឲ្យវាចូលសព្វសាច់តែមួយហើយគ្រាប់ខួរក្បាលដែលយើងយកទៅដុតមុនហ្នឹងថងហ្នឹង600ក្រាមម៉ែក្មេងខ្ញុំក៏ដាក់ទៅទាំងអស់ហើយកូរច្បល់វាឲ្យបានសព្វចូលគ្នាកន្លែងនេះវារៀងតឹងដៃតិចពួកឲ្យវាស្អិតល្មួតខ្លាំងបន្ទាប់មកយើងក្រាលกระดาษដុតនំហ្នឹងនៅពីខមហើយចាក់អាល្បាយដែលយើងកូរមុនហ្នឹងចូលមកហើយសកត់វាឲ្យវារៀងឡើងតប៉ែតខ្ញុំក្រាលกระดาษហ្នឹងវាអត់ត្រូវនិយាយពីថាឡើងហៀពេញហ្នឹងស្ករហ្នឹងយើងត្រូវសកត់ក្តៅបើទុកឲ្យវារៀងត្រជាក់ទៅឡើងហឹងហើយសកត់អត់កើតទេម៉ែក្មេងខ្ញុំទាញចោះទាញឡើងអាស្ករហ្នឹងវាប៉ះដៃឲ្យឡើងអាលាបន្ទាប់ពីអង្គន់វាឲ្យវារៀងរៀបចឹងហើយក្មេងខ្ញុំក៏បានយកកបិតហ្នឹងយកមកកាឲ្យវាទូចមកល្មមស្នុកយើងច្រកដាក់ចូលក្នុងមួយថង់ប្រទេសនេះមើលទៅដូចថង់ផ្លាស្ទិកតែយើងអាចញ៉ាំបានណាព្រោះវាធ្វើពីអង្គតណៅយកថង់ហ្នឹងមកស្លឹកមកដើម្បីខ្ចប់ជាមួយនឹងស្ករប្រធារបស់យើងអានេះសាច់ខ្ចប់ហើយបានតែប៉ុណ្្នឹងឯងបន្ទាប់មកទុកឲ្យវារៀងត្រជាក់តិចទៅយើងច្រកចូលក្នុងថង់មើលមិញអត់សូវច្រើនទេដល់ពេលច្រកចូលក្នុងថង់ចេះឃើញច្រើនគួរសមបន្ទាប់មកយកវាមកកឹបមាត់អ្នកផ្ទះខ្ញុំគាត់ចូលចិត្តញ៉ាំហើយក្មេងខ្ញុំមានថ្ងៃចូលឆ្នាំទេដែលគាត់ធ្វើនិយាយទៅអាចនិយាយថាមួយឆ្នាំបានហូបម្ដងហើយគាត់ធ្វើម្ដងទៀតនេះដោយសារគាត់ទៅឆេងមេជួបបងប្អូនគាត់តែមានរបស់ផ្ញើអញ្ចឹងហើយគាត់ធ្វើអានឹងផ្ញើហ្មងទៅហើយខ្ញុំក៏បានយកស្ករនឹងខ្លះហ្នឹងទៅចែកឲ្យមិត្តរួមថ្នាក់ហើយនឹងលោកគ្រូខ្ញុំភ្លក់ដែរលើកមុនខ្ញុំប្រាប់ថាវ៉ាកងតូចឥឡូវគេចូលរៀនវិញហើយចូលតាំងចុងខែ2មករៀនថ្ងៃណាក៏រៀងយឺតជាងគេដែរមកដល់ហ្នឹងរៀនបានមួយផ្លែតគ្រូក៏ឲ្យសម្រាប់ខ្ញុំក៏បានយកស្ករហ្នឹងចែកឲ្យមិត្តរួមថ្នាក់ថ្នាក់ខ្ញុំនេះហើយមានអត់ដល់10នាក់ផងរៀនផ្លេចខ្លួនបានថ្នាក់ទី2គេដែរបងប្អូនឆ្ងល់ថាខ្ញុំមករៀនហ្នឹងមករៀនអីគេមករៀនភាសាចិនហ្នឹងឯងតែចិននៅខ្មែរខ្ញុំធ្លាប់រៀនហ្នឹងគឺជាអក្សរសម្រាយតែនៅខាងតៃវ៉ាន់នេះគេប្រើជាអក្សរពុម្ពមានអក្សរសម្រាយគិតថាវាខ្វាត់ខ្វែងណាដល់ពេលមកមើលអក្សរពុម្ពវិញលើអក្សរសម្រាយហ្នឹងចង់10ដងខ្វៀកចោះខ្វៀកឡើងងាប់តែត្រូវតួអក្សរគេនៅតៃវ៉ាន់គេមានភេងអ៊ីងរបស់តៃវ៉ាន់ជាលក្ខណៈភេងអ៊ីងអក្សរអង់គ្លេសទេខ្ញុំរៀនចោះរៀនឡើងវែងវ័នវាដូចច្បល់ចូលគ្នាបែងចែកអត់ចង់ត្រូវនេះលក្ខណៈយើងចេះស្ទើឥឡូវចូលមកដល់ស្ករប្រធាក្រហមយើងវិញគ្រូខ្ញុំក៏ប្រាប់ថាឆ្ងាញ់គាត់ដំបូងស្មាពួកខ្ញុំហ្នឹងតែងគេស្រាប់ដល់ពេលនិយាយថាធ្វើខ្លួនឯងគាត់ឲ្យមេដៃរសជាតិស្ករហ្នឹងពេលយើងញ៉ាំទៅខាងក្រៅហ្នឹងមើលទៅដូចថង់ផ្លាស្ទិកតែដាក់ចូលមាត់ទៅវាអាលាយញ៉ាំចូលទៅដល់ខាងក្នុងគឺឈ្ងុយប្រធាក្រហមអាគ្រាប់ខួរក្បាលហ្នឹងវារៀងឈប់តែប្រធាក្រហមយើងម៉ត់អញ្ចឹងទៅញ៉ាំមួយអាគ្រាប់ខួរក្បាលហ្នឹងគឺឆ្ងាញ់ហ្មងដូចវាត្រូវជាតិគ្នា